បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទបូរ៉ាមកប្រាប់បងប្អូនអំពីពិធីធ្វើទឹកទីដូងសម្រាប់ញ៉ាំជាមួយនឹងដំឡូងមីក៏បានសម្រាប់ញ៉ាំជាមួយនឹងនំប៉័ងក៏បានប៉ុន្តែសម្រាប់ទឹកទីដូងនេះបាទខ្ញុំធ្វើញ៉ាំជាមួយនឹងនំប៉័ងមកណាអញ្ចឹងក៏សូមបងប្អូនមកមើលនៅគ្រឿងផ្សំទាំងអស់គ្នាវិញបងប្អូនណាហ្នឹងហើយអញ្ចឹងចំពោះគ្រឿងផ្សំវិញបងប្អូនណាខ្ញុំមានដូចជាស្លឹកខ្ទឹមហើយនឹងស្លឹកតើបងណាហ្នឹងហើយចំពោះស្លឹកខ្ទឹមនេះខ្ញុំទិញមកពីផ្សារប្រហែលជាតែ500ទេបងណាហ្នឹងហើយហើយនឹងមានស្លឹកតើចំពោះស្លឹកតើនេះខ្ញុំទិញប្រហែលជា500រៀលដែរមានស្ករសបាទមានទឹកដោះគោខាប់បាទហើយមានខ្ទិះដូងបងណានេះខ្ញុំទិញមកពីផ្សារប្រហែលជាកន្លះគីឡូបងណាបាទសម្រាប់មកធ្វើទឹកខ្ទិះដូងអំបិលបាទមានម្សៅឆាបងណាបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរណាសូមបងប្អូនមកមើលរបៀបនៃការធ្វើទឹកខ្ទិះដូងជាមួយនឹងខ្ញុំបាទបូរ៉ាទាំងអស់គ្នាបងប្អូនណាហាន់ស្លឹកខ្ទឹមឲ្យរៀងចំណិតទូចហើយនឹងស្លឹកតើហើយនឹងស្លឹកតើបងណាចំពោះស្លឹកតើនេះបងប្អូនកាត់ប្រហែលបងប្អូនអាចយកមកគួចបាទគួចវាក៏បានឬក៏បងប្អូនអាចកាត់ប្រហែលជាមួយចង្អុលដៃទៅបងប្អូនមកមើលពិធីនៃការកាត់ស្លឹកតើយនិងហាន់ស្លឹកខ្ទឹមជាមួយនឹងខ្ញុំបាទបូរ៉ាទាំងអស់គ្នាបាទតោះបងប្អូនទាំងចំពោះស្លឹកតើយនេះបងប្អូនកាត់ប្រវែងបាទកាត់ប្រវែងយ៉ាងមកបាទហើយខ្ញុំស្លឹកខ្ទឹមទៅរបៀបនៃការលាយទាំងអស់គ្នាបងណាឥឡូវយកឆ្នាំងមកណាដើម្បីយើងលាយទាំងអស់គ្នាចឹងណាបាទជាដំបូងបងប្អូនត្រូវដាក់នៅទឹកខ្ទិះដូងមកបងចាក់ទឹកខ្ទិះដូងចូលក្នុងឆ្នាំងតែម្ដងមកបងប្អូនណាបាទតោះយើងចាក់ទឹកខ្ទិះដូងចូលឆ្នាំងហើយបងប្អូនដាក់លឹកតយមកណាបងប្អូនបោះលឹកតយចូលតែម្ដងមកបងប្អូនណាហ្នឹងហើយបាទអញ្ចឹងបន្ទាប់ពីបងប្អូនដាក់ស្លឹកតយហើយបងប្អូនដាក់អំបិលបងណាចំពោះអំបិលនេះអំបិលខ្ញុំប្រើប្រហែលជាមកចុងស្លាបព្រាបន្តិចទេបងប្អូនហ្នឹងហើយខ្ញុំដាក់ចូលថាដើម្បីឲ្យវាល្មួតបាទហ្នឹងហើយអញ្ចឹងចំពោះម្សៅឆានេះខ្ញុំប្រើប្រហែលជាមួយស្លាបព្រាទេបងប្អូនហ្នឹងហើយអត់ប្រើច្រើនទេខ្ញុំប្រើមួយស្លាបព្រាបាទបន្តមកទៀតនឹងស្ករសបងណាបាទចំពោះស្ករចូលទៅ1 2 3 4បាទអញ្ចឹងចំពោះស្ករសនេះខ្ញុំប្រើប្រហែលជា4ស្លាបព្រាទេបងប្អូនណាបាទហើយបន្តមកទៀតទឹកដោះគោបងណាហ្នឹងហើយចំពោះទឹកដោះគោនេះខ្ញុំប្រើប្រហែលជា1កូនចានដល់ទួយមកល្មមទេដោយសារទឹកទីដូងខ្ញុំធ្វើមកល្មមតែអញ្ចឹងណាបើសិនតែបងប្អូនធ្វើទឹកទីដូងនឹងមានញ៉ាំគ្នាច្រើនបងប្អូនអាចដាក់ទឹកដោះគោតាមហ្នឹងទៅបងប្អូនណាចាក់ទឹកដោះគោចូលតែម្ដងទៅបងប្អូនណាតោះពីយើងបានដាក់លាយគ្រឿងក្រៅរួចរាល់ហើយបងប្អូនយកវែកបងណាបងប្អូនកូរវាណាបើកភ្លើងខ្ទះតែម្ដងមកបាទឥឡូវទឹកខ្ទិះរបស់យើងហ្នឹងយើងបាទពេលដែលទឹកខ្ទិះរបស់យើងរៀងពុះក្តៅហើយបងប្អូនតើតែអាសាកូនបន្តិចបងប្អូនណាបើសិនតែបងប្អូនអត់អាសាកូទេវាអាចនឹងខ្លោចឬក៏វាអាចពេលណាដែលយើងកូរអត់រលាយជាមួយម្សៅឆាយ៉ាងទេវាអាចនឹងកកដុំបងប្អូនបាទឥឡូវទឹកទីដូងដែលខ្ញុំបានធ្វើហ្នឹងរួចរាល់បងប្អូនអរគ្នាបាទហ្នឹងហើយឥឡូវបន្ទាប់ពីយើងបានធ្វើនៅទឹកដូងឆ្អិនហើយយើងចាប់ដើមរោយស្លឹកខ្ទឹមបងប្អូនណាដើម្បីឲ្យវាធំនៅក្លិនឈ្ងុយបន្ថែមបងប្អូនហ្នឹងហើយបាទសម្រាប់វីដេអូធ្វើខ្ទិះដូងរបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងទេបង